ឥឡូវនេះការបះបោរនៅតាមព្រំដែនត្រូវបានបង្ក្រាបហើយកិច្ចការការពារដែលនៅសេសសល់ខ្ញុំប្រគល់ឲ្យអ្នករាល់ ព្រះ ថ្ងៃ នៃសង្គ្រាមនាងខ្ញុំទើបតែទទួលបានដំណឹងបន្ទាន់មួយគឺលោកប្រុសទី2នៃគ្រួសារវាងនៅទីក្រុងជៀងឆឹងលោកវាងហៅបានចាប់ចិត្តលើភរិយារបស់លោកហើយចង់បង្ខំនាងយកទៅធ្វើជាស្រីតូចថែមទាំងបានបញ្ជូនមនុស្សឲ្យទៅវាយធ្វើបាបអ្នកមានគុណទាំងពីរឲ្យរងរបួសទៀតផងរៀបចំជើងហោះហើរដែលលឿនបំផុតឲ្យខ្ញុំត្រូវត្រឡប់ទៅទីក្រុងជៀងឆឹងវិញជាបន្ទាន់លីស៊ីយីលោកប្រុសវាងគ្រួសារខ្ញុំចាប់ចិត្តលើនាងគឺជាសំណាងរបស់នាងហើយកុំចង់មកកើនឲ្យសោះដើរតាមពូយើងដោយសម្រួលទៅបើមិនដូច្នោះទេអាតាចាស់និងយាយចាស់ទាំងពីរនាក់នេះច្បាស់ជាត្រូវបាក់ដៃបាក់ជើងមិនខានទេប្តីរបស់ខ្ញុំនឹងត្រឡប់មកវិញក្នុងពេលឆាប់នេះគេនឹងមិនលើកលែងឲ្យពួកឯងឡើយហាប្តីរបស់នាងបាត់ខ្លួន10ឆ្នាំហើយខ្លាចតែមិនអាចត្រឡប់មកវិញបានទេដឹងនាំនាងទៅលែងខ្ញុំពួកឯងលែងខ្ញុំភ្លាមចាត់ចែងចាស់ទាំងពីរនាក់នេះឲ្យរួចរាល់កុំឲ្យសល់ដានអ្វីឲ្យសោះឈប់ភ្លាមអាពួកចោលមសៀតមកពីណាហ៊ានមកចេះដឹងរឿងយើងផងអីពុកម៉ែកូនត្រឡប់មកវិញហើយឲ្យពុកម៉ែរងទុក្ខវេទនាហើយធានមីងទីបំផុតកូនត្រឡប់មកវិញហើយស៊ីអ៊ីទើបតែត្រូវបានមនុស្សគ្រួសារវាងចាប់ខ្លួនយកទៅបាត់ហើយពុកម៉ែកុំបារម្ភអីព្រះនៃសង្គ្រាមគ្រួសារវាងនៅជៀងឆឹងរកស៊ីខាងអចលនទ្រព្យនិងឧស្សាហកម្មកំសាន្តពួកគេមានគ្រួសារវាងនៅខ្ជូតូជាក្នុងបង្អែកនៅជៀងឆឹងពួកគេដើរអួតក្បាលនិងធ្វើអំពើអាក្រក់គ្រប់បែបយ៉ាងវាងហៅគឺជាអ្នកលេងខើខូចដល់ល្បីម្នាក់ដើរធ្វើបាបគេឯងនឹងមានរឿងអាស្រូវបន្តិចទេវាងហៅគ្រួសារវាងហ៊ានប៉ះពាល់ប្រពន្ធនិងឪពុកម្ដាយរបស់ខ្ញុំផងមែនទេខ្ញុំនឹងឲ្យគ្រួសារពួកឯងទាំងមូលត្រូវស្លាប់តាមគ្នាពុកម៉ែចាំនៅផ្ទះសិនទៅកូននឹងទៅជួយស៊ីអ៊ីត្រឡប់មកវិញអាប្អូនហ៊ានមកបង្កជើងនៅផ្ទះត្រកូលវាងផងអីបងប្អូនឡើងទៅជៀសឲ្យឆ្ងាយសំឡេងវីតបគ្នានិងសំឡេងគ្រាប់កាំភ្លើងតើនេះជាមនុស្សដែរឬទេស៊ីអ៊ីកុំឲ្យហួសហេតុពេករស់នៅជាមួយខ្ញុំនឹងបានសុខស្រួលស៊ីចៃហឺហាវាប្រសើរជាងចាំប្តីចង្រៃរបស់នាងដែលបាត់ក្បាលទៅ10ឆ្នាំមិនឃើញមកវិញនោះឆ្ងាយណាស់ឲ្យតែនាងព្រមធ្វើជាប្រពន្ធចុងរបស់ខ្ញុំដោយសម្រួលខ្ញុំធានាថាគ្មានអ្នកណាហ៊ានមកធ្វើបាបនាងនិងអាតាយាយចាស់ពីរនាក់ដែលជិតងាប់នោះទៀតទេឯងយកសពទៅប្តីរបស់ខ្ញុំប្រកាសជាត្រឡប់មកជួយខ្ញុំមិនខានបើវាហ៊ានមកវិញមែនយើងចង់ដឹងណាស់ថាវាមានជីវិតប៉ុន្មានបានជាហ៊ានមកបង្កចំនួនក្នុងគ្រួសារត្រកូលវាងរបស់យើងបែបនេះខ្ញុំមកហើយមិនមែនឯងចង់ដឹងថាខ្ញុំមានជីវិតប៉ុន្មានទេមែនទេតើឯងជាអាណាហ៊ានមកលោឡាក្នុងផ្ទះត្រកូលវាងរបស់យើងផងអីខ្ញុំមកហើយធានមីងតាមពិតគឺជាអញសោះអាប្តីដែលបាត់ក្បាលទៅម្នាក់នោះហ៊ានមកដណ្ដើមមនុស្សដល់ផ្ទះត្រកូលវាងផងអីឡើងទៅកុំតិចវាឲ្យខ្លាចជាជនពិការភ្លាមសម្លាប់វីហឹមមកបានចំពេលល្អណាស់អូកុំមកចិត្តខ្ញុំ